សូមជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំបាទនាំពុកម៉ែបងប្អូនមកមើលមេកូមួយបងប្អូនមេកូនេះគឺដែលអ្នកភូមិគាត់ចងណាខ្ញុំបាទឃើញស្អាតចឹងក៏ថតចែកជូនពុកម៉ែបងប្អូនបានទស្សនាចឹងទៅភាសាមេកូនេះមើលទៅឃើញស្អាតបងប្អូននេះយើងមើលនេះមេកូនេះគឺគេអត់ខ្លោះទេភាសាម្ចាស់គាត់ថាបើខ្លោះដបៅចំមោះដបៅអីចឹងណាហើយកូននេះសាច់ប្លង់ក្រហមបងប្អូនឃើញអត់ហើយកូនពីសាបងប្អូនហើយកូនវាកូនមេក្រហមនេះណាបងឃើញនេះសាច់ប្លង់ក្រហមងាំងបងប្អូនណាហើយស្លូតទេបងប្អូនកូននេះណាហើយអ្នកដែលស្រឡាញ់អ្នកដែលចូលចិត្តគោឃើញផែនតម្រង់គោបែបនេះហើយស៊ីអត់ចេះរើសទេបងប្អូនហើយចាស់គាត់នឹងបកែចំបកែឲ្យស្មៅឲ្យអីស៊ីបងប្អូនអូស៊ីអត់ចេះរើសបងប្អូនណាឥឡូវយើងទៅមើលកូនវាកូនមេក្រហមហ្នឹងបងប្អូនណាអ្នកកូនមេក្រហមអីហ្នឹងណាវាសគេថាសប្រផេះណាមេហ្នឹងណាហើយកូននេះសបងប្អូននេះអូផែនស្អាតបងប្អូនណាចាស់គេអត់លក់ទេបងប្អូនដោយសារគាត់ទុកមេហ្នឹងគឺធ្វើពុជធ្វើបាអញ្ចឹងណាបងប្អូនមើលនេះគោនេះគោស្រែទេបងប្អូនមិនមែនគោកាត់គោអីណាគឺគោស្រែសុទ្ធសាបងប្អូនណាមើលអូដល់ឃើញគ្រឺតឃើញខ្នាញ់បងប្អូនណាហើយផើបងប្អូននេះផើហើយតែមេនេះកាចគោនេះកាចក៏មិនស្រួលចូលបុកយើងឯណាពីអ្នកដែលស្រឡាញ់អ្នកដែលចូលចិត្តនឹងវិស័យកសិកម្មចិញ្ចឹមគោចិញ្ចឹមសត្វហ្នឹងគឺឃើញមេនេះគឺចង់បានបងប្អូននេះបើសិនជានៅថ្លៃដូចមុនណាបងប្អូនមិនក្រៅពី2000ទេបងប្អូនមេនេះណាបងប្អូនឃើញចិត្តអញ្ចេះឃើញតាមទូរស័ព្ទឃើញតាមវីដេអូចេះគឺអត់ស្អាតទេប៉ុន្តែដល់ពេលមកផ្ទាល់បងប្អូនមកផ្ទាល់ឃើញផ្ទាល់គ្រឺតបងអ្នកដែលស្រឡាញ់អ្នកដែលចង់ទិញយកទៅចិញ្ចឹមឃើញគឺចង់បានបងប្អូនមើលសាច់វាសើម្ចាស់គាត់ទៀតណាបងប្អូនកែរស្មៅកែចំកែអីចំបានកូនធំនេះកូននេះគឺកូនមេក្រហមនេះថតឲ្យបងប្អូនបានមើលមុនហ្នឹងណាអូផែនវាតាគៀកក៏ធំបោកក៏មិនណយហ្នឹងបងប្អូនហើយឆ្អឹងឆ្អែងគឺធំលូតលាស់ល្អបងប្អូនមេចាស់ហើយខាងនេះគឺមេវាណាមេមួយមិញណាបងប្អូនសាច់ឡើងក្រហមបងប្អូនហើយគោនេះគឺកូនប្រហែលជាខ្ទង់5-6សាបងប្អូនកូនវាណាកូន5-6ដងហើយមើលផែនវាអូស្អាតតែមែនតើបងប្អូនហើយស៊ីអត់ចេះរើសណាកូននេះបងប្អូនស៊ីអត់ចេះរើសអត់ចេះអីស្មៅអីក៏ស៊ីដែរមើលបងប្អូនឃើញតែមៀតឃើញតែទំហំទ្រុងទ្រាយគោដឹងហើយថាគោបែបណាបងប្អូនអូហើយនេះក៏ដែរថតបងប្អូនបានឃើញខ្លះគោនៅតាមស្រុកស្រែហើយចំគោអស់នេះមិនចាំផត់សូត្រស្មៅសូត្រអីទេបងប្អូនស្មៅអីក៏វាស៊ីដែរស៊ីអត់ចេះរើសទេហើយលក់ក៏មិនចាញ់គោគេប្រហែលដែរបងប្អូនណាក្រាន់គោស្រែមែនប៉ុន្តែស្រែនេះគឺស្រែគោពុជអឹងធំណាអឹងធំទឹកទៀតធំបងប្អូនណាហ្នឹងហើយជួបខ្ញុំបាទនៅវីដេអូក្រោយទៀតអរគុណបាយបាយ